ពាក្យថាបច្ច័យ4នេះបល័យថាចតុបច្ច័យចតុ4ដល់ខ្មែរយកមកប្រើខ្មែរមកកណាត់បល័យមកកណាត់បល័យបច្ច័យ4ខ្មែរណានិយាយទាំងពីរបើប្រែបញ្យល់ពាក្យថាបច្ច័យហ្នឹងសិនតើបច្ច័យមានអត្ថន័យថាម៉េចម៉ែនោះបច្ច័យនេះបើអានឲ្យពេញស័ព្ទទូរបស់បល័យគឺថាបច្ច័យៈបច្ច័យៈបណ្ដោះខ្មែរយកមកប្រើក្នុងភាគក្នុងប្រយោគភាសាខ្មែរគេអានសម្រួលឲ្យមកជាខ្មែរគេថាត្រឹមតែបច្ច័យប៉ុន្តែបីជាពំព្រួញសម្រួលមកជាភាសាខ្មែរថាបច្ច័យគឺមិននៅតែបល័យខ្មែរមានដឹងថាអីបច្ច័យហ្នឹងអញ្ចឹងទេសនាថ្ងៃនេះប្រាប់ញោមឲ្យដឹងកុំឲ្យមិនដឹងនៅរហូតមកជាតិទៅជួនកាលខ្លះមកជាតិត្រឡប់ទៅបាត់ហើយអត់ទាន់ដឹងពាក្យបច្ច័យថាម៉េចទេតែឡើងមិនឲ្យញោមញាតិទាំងអស់គ្នាស្ដាប់ទស្សនានេះបងមិនឲ្យមិនដឹងថាបច្ច័យនឹងតទៀតទេប្រាប់អញ្ចឹងមុននឹងទៅកាន់លោកខាងមុខមុនទៅស្រុកដើមវិញបច្ច័យនេះប្រែជាខ្មែរថាហេតុអាហ្នឹងហេតុបច្ច័យដែលយើងតែនិយាយហេតុបច្ច័យណាអាហ្នឹងវាហេតុធ្វើឲ្យសេចក្តីទុក្ខរបស់មនុស្សបាត់ទៅបង្កើតសេចក្តីសុខដល់ជីវិតមនុស្សបច្ច័យវាសំខាន់ពាក្យបច្ច័យឥឡូវញោមញាតិថាបច្ច័យហ្នឹងជាគ្រឿងបំបត្តិសេចក្តីទុក្ខឲ្យវាបាត់ទៅហើយធ្វើសេចក្តីសុខឲ្យវាកើតឡើងដល់ជីវិតមនុស្សព្រោះបច្ច័យមានន័យអញ្ចឹងបើឡើយនិយាយពាក្យបច្ច័យក៏ពិបាកស្ដាប់ឥឡូវបង្វែរពាក្យបច្ច័យឲ្យងាយស្ដាប់ឲ្យខ្មែរងាយស្ដាប់អាត្មាប្រើពាក្យថាវត្ថុ4យ៉ាងណាបានណានិយាយឲ្យខ្មែរងាយស្ដាប់ថាវត្ថុ4យ៉ាងព្រោះបច្ច័យវា4ដែរបច្ច័យមាន4ប្រែប្រាប់ឲ្យថាហេតុបច្ច័យនេះជាហេតុធ្វើឲ្យសេចក្តីទុក្ខនៃជីវិតមនុស្សនឹងបាត់ទៅហើយឲ្យជីវិតមនុស្សរស់នៅដោយសុខមាន4យ៉ាងអាត្មាប្រើពាក្យថាវត្ថុ4ជំនួសបច្ច័យវត្ថុទី1ព្រះសង្ឃនៃត្រៃចីវរវិញញោមញាតិនៅសម្ពត់ខោអោតែពីមុនមកញោមបានគិតថាបច្ច័យហ្នឹងអាត្មាអញជាប្រសក់ត្រូវការប្រើប្រាស់តែទេគឺសម្ពត់ខោអោអត់ដឹងទេឲ្យទៅលើបច្ច័យសំដៅទៅលើព្រះសង្ឃហ្នឹងប៉ុន្តែប្រាប់ឲ្យច្បាស់ក្រែតប្រាប់ឲ្យច្បាស់ទេណាញោមណាពាក្យថាបច្ច័យហ្នឹងចៃវរបច្ច័យបល័យចៃវរបច្ច័យព្រះសង្ឃគឺស្បង់ជីវរសម្រាប់ញោមញាតិនៅសម្ពត់ខោអោអានោះបច្ច័យទី1ហើយញោមអ្នកណាដែលមិនត្រូវការប្រើប្រាស់សម្ពត់ខោអោហ្នឹងដើម្បីមកបិទបាំងរាងកាយហ្នឹងហើយព្រះសង្ឃមិនមានត្រៃជីវរមកបិទបាំងរាងកាយអានឹងសំខាន់ណាស់ណាញោមមិនឲ្យយើងមានតែចេះដើរលេងខ្លួនទៅទីដូចគោដូចក្របីដូចឆ្កែឆ្មាណាអត់ទេសត្វដេរឆានគោក្របីនឹងមនុស្សកើតពីពោះម៉ែមកខ្លួនទៅទេរណូលកោកដូចតែគ្នាប៉ុន្តែគោក្របីកើតពីពោះម៉ែបណ្ណានៅតែប៉ុណ្្នឹងឯងរីឯមនុស្សមិនដូចទេកើតពីពោះម៉ែមកខ្លួនទៅទេបណ្ណាកើតមកម៉ែក៏ទៅរកសម្ពត់រកខោអោអីមកស្រីដណ្ដប់បាត់បាំងរាងកាយនេះវាខុសពីដេរឆានវាខុសពីសត្វដេរឆានហើយខ្ញុំញ៉ៃគិតមើលសំខាន់ប៉ុណ្ណាពីមុនខ្ញុំអាចទៅលឺថាចៃវរបច្ច័យថាត្រូវការតែព្រះសង្ឃ
ថ្ងៃនេះប្រាប់ឲ្យច្បាស់ញោមញាតក៏ត្រូវការប្រើដែរឥឡូវនិយាយឲ្យទូលាយទៅទៀតឲ្យតែមនុស្សនៅលើផែនដីទាំងអស់ជាតិណាក៏ដោយពេលនេះវាត្រូវការបច្ច័យទី1សម្បត្តិខោអាវនឹងដូចតែគ្នាខ្ញុំមើលដែលមានជាតិណាដើរលេងខ្លួនទៅទីនោះមើលថានៅឧបករណ៍ទាំងអស់គ្នានេះតម្រូវការសម្រាប់មនុស្សតាមបានទេណាញោមពីមុនថាឲ្យតែលឺតែបច្ច័យសម្រាប់ប្រសង់ទេបើថ្ងៃនេះអាត្មាប្រាប់ថាញោមអ្នកត្រូវការប្រើច្រើនជាងប្រសង់ទៅទៀតប្រសង់ប្រើតែល្មមទេនេះនិយាយពីប្រើចៃវរហើយនឹងសម្ពត់ខោអាវនេះចាំអាត្មារៀបរាប់ឲ្យញោមស្ដាប់ប្រយោជន៍ទី1សម្រាប់ត្រៃចៃវរនិងសម្ពត់ខោអាវសម្រាប់ការពារកុំឲ្យពពុះសត្វល្អិតមមាំងមមាញមរោមមូរុយនឹងវាមករោមយើងវារំខានញោមមករុយតែ2 3មករោមយើងវារំខាននៅមិនបានទេបក់រកអីបក់មកដេញវាគេណាវាធ្វើឲ្យកើតកង្វល់វារវល់ចឹងនិយាយតែ200 2 3មករោមអញ្ចឹងបើមុំសុធានមូនោះមកបរិភោគឈាមយើងអាហាររបស់មូឈាមហើយមកម៉ងមកមេថាបែបវាមករោមជាតិញើសណាចេញពីកាយបើសត្វអានោះមកវារំខានយើងអត់បានសោះទេក៏រើថាដែលអាត្មាលើកទៅអត់សោះបែតែ100 2 3មករោមណាអង្គុយឲ្យរោមក៏បក់ដេញចង់ដេញឡើងវារំខានអត់បានសោះទេវាកង្វល់មួយទៀតគឺការពារអាកាសធាតុត្រជាក់ខែត្រជាក់សេចក្ដីកែមេនេះបើញោមអត់មានសម្ពត់ក៏ឲ្យតំណោតលងានៅបានណាមិនមែនដូចក្របីណាក្របីអត់មានខែលងាតែខែលងាតែក្របីទៅត្រាំទឹកដែរនៅអត់ដែរពួកខោពីសត្វក្របីណាគេថាការពារអាកាសធាតុត្រជាក់និងការពារខ្យល់បោកមកប៉ះកាយយើងខ្លាំងវាសង្គីសាច់សង្គីស្បែកយើងអាហ្នឹងក៏រំខានដែរមិនឲ្យយើងបានសោះទេជាពិសេសទៅទៀតគឺបាត់បង់រាងកាយអវយវៈគេខ្មាស់តូចធំក៏ឲ្យវាសណ្ដិលនៅកណ្ដាលវាទៅគោទៅក្របីហ្នឹងណាវាមានប្រយោជន៍ចឹងអានឹងប្រយោជន៍ហ្នឹងគឺការពារសេចក្តីរំខានសេចក្តីទុកអំពីពពួកសត្វល្អិតមកធ្វើឲ្យយើងរំខាននៅអត់សោះកាលណាបានសម្ពត់ក៏អាយមកក្រោតទៅយើងនៅបានសុខស្ងប់អានេះគេថាបំបត្តិសេចក្តីទុកឲ្យវាបាត់ទៅឲ្យសេចក្តីសុខហ្នឹងកើតឡើងយល់ទេខ្ញុំយល់ទេយល់អាត្មាទេសនាចេះតែមើលទឹកមុខអីមិនយល់ស្ងួនអានឹងចឹងប៉ុន្តែសម្រាប់ញោមញាតិជាក្រហមមានប្រយោជន៍មួយទៀតលើប្រសងញោមញាតិប្រើគ្រឿងសម្លៀកបំពាក់មានតម្លៃល្អដូចជាហូលដូចជាប្រមួងដូចជាប្រេនលួញអីជាដើមសម្ពត់ដែលល្អប្រណិតសម្រាប់យកមកស្លៀកតុបតែងរាងកាយទៅកាន់ពិធីបុណ្យផ្សេងមានប្រជុំផ្សេងគឺមានសម្លៀកបំពាក់ខុសធម្មតាកាលណាទៅចូលរួមពិធីមិនមែនសម្លៀកបំពាក់ដែលនៅក្នុងផ្ទះទេសម្លៀកបំពាក់ដែលនៅក្នុងផ្ទះក៏ធម្មតាទេមកទៅដល់ចូលទៅរួមពិធីគេនឹងបញ្ចេញអស់ហើយណាប្រណិតសម្ពត់ហូលប្រេពមួងចរបាប់លូញណាថ្ងៃហ្នឹងសម្ពត់គេល្អនោះវាច្រើនទៅទៀតកាលណាទៅចូលរួមពិធីត្រូវប្រើប្រាស់
គ្រឿងសម្លៀកបំពាក់បែបហ្នឹងវិសលៀបបំពាក់បែបហ្នឹងកាលណាញោមញាតិយកមកស្លៀកត្រង់តុបតែងរាងកាយទៅវាជួយឲ្យញោមញាតិមានសោភ័ណភាពមានសម្រស់ល្អវាជួយត្រង់រូបរាងកាយឲ្យស្អាតល្អជាងធម្មតាអានឹងប្រយោជន៍មាន2សម្រាប់ញោមញាតិតែព្រះសង្ឃមានតែ1ឯងព្រះសង្ឃត្រូវការពារដោយបានរៀបរាប់សត្វល្អិតកុំឲ្យវាមករោមមិននាំឲ្យរំខានការពារតិចការពារខ្យល់និងបិទបាំងគេខ្មាស់អវយវៈមិនសណ្ដិលនៅកណ្ដាលវាបានតែប៉ុណ្្នឹងទេតែមានបំណងឲ្យបានចីវរញោមប្រគិនចីវរសូត្រចីវរប្រេស្អាតល្អយកមកត្រង់ទៅដើម្បីឲ្យមានសោភ័ណភាពល្អមានសម្រស់គួរជាទីពេញចិត្តស្រឡាញ់ទាំងខ្លួនឯងប្រើជាពោស្អាតល្អនោះញោមញាតឃើញក៏ពេញចិត្តតែមានទឹកចិត្តយ៉ាងនេះថាដើម្បីល្អដើម្បីស្អាតត្រូវអបត្តទុកអត់ចាញ់ញោមមួយណាចាញ់មួយតែស្អាតប៉ុន្តែលោកប្រើលោកអត់ឲ្យមានចិត្តគិតថាដើម្បីឲ្យល្អដើម្បីឲ្យមានសម្រស់ផលផងមាត់ម៉ងតែបើកើតការពារតែប្រយោជន៍ការពារសត្វល្អិតប៉ុណ្ណឹងឯងតែមានបំណងតែដើម្បីឲ្យស្អាតដើម្បីឲ្យល្អអីបាទហ្នឹងវាត្រូវទោសក៏ពុតលោកមិនឲ្យពិចារណាពីសេចក្តីល្អតែបានទេញោមណាតែដល់អញ្ចឹងតើកាលណាល្អវាពេញចិត្តឯងគេហៅកាមគុណ5ហ្នឹងមកកើតដែរចិត្តពីចិត្តជំពាក់នឹងឯងនិយាយពីចិត្តជំពាក់នឹងចីវរល្អនិយាយរឿងហ្នឹងណាមានប្រតិរៈមួយអង្គពនាមប្រទេសសទ្ធេសម័យពុទ្ធកាលណាប្រទេសសទ្ធេហ្នឹងមានបងលោកយកចីវរមកប្រគេនសាច់ល្អបែបជាសាច់សូត្រសាច់ប្រេអីកំណឹងបើថាសម្ពុតនោះល្អតែយកមកប្រគេនទៅលោកប្អូនឃើញក៏ពេញចិត្តនឹងចីវរអូស្រឡាញ់ពេញចិត្តណាមកសម្ពុតល្អដល់អញ្ចឹងទេកាលថ្ងៃនោះលោកញោមញាតិគេប្រគេនអាហារបិណ្ឌបាតវាមានឱជារសឆ្ងាញ់ពិសាដល់លោកធ្វើផតកិច្ចឆាន់ទៅប្រហែលជាវាមិនផ្ដល់សុខភាពឲ្យលោកវាកើតរោគហើមពោះចាក់ច្រាស់ក៏ដល់លោកសឹងពេលយប់វិជ័យវរដែលបងលោកប្រគេននោះលោកជាប់ចិត្តខ្លាំងមានខ្សែស្តៀងដាក់អែបក្រេណាគេដើមថាខ្សែស្តៀងគេពាក្យចំខ្សែស្តៀងពីដើមគេថាធ្វើដើមបដៅយកស្បង់ចីវរទៅពាក្យនឹងឯងហើយលោកសឹងមើលជាប់ចិត្តថាបានឲ្យស្អែកតែភ្លឺឡើងនឹងដណ្ដប់ចីវរនេះទៅបិណ្ឌបាតចូលទៅកាន់ភូមិហើយពេញចិត្តលោកសឹងមើលចីវរអាហ្នឹងទៅខ្យល់ក្នុងពោះក៏វាចុកវាដាស់ទៅក៏ឲ្យលោកសឹកគាត់ពាក្យកណ្ដាលត្រៀមសឹកគាត់តែមុនសឹកគាត់ឲ្យចិត្តលោកនេះជាប់ជំពាក់នឹងចីវរនៅពេញចិត្តតែស្អែកឲ្យតែភ្លឺដណ្ដប់ចីវរហ្នឹងទៅបិណ្ឌបាតណាស់តែចិត្តលោកជាប់ជំពាក់ជីវចិត្តលោកសឹងផ្អៀងមើលជាជីវរពេកដល់លោកផុតអស់អាយុទៅកើតសត្វចៃនឹងជីវរណែនៅចិត្តឲ្យជំពាក់ណាជំពាក់ជប៉ុនតែអញ្ចឹងដល់លោកអនិច្ចធម្មផុតទៅជំងឺលោកនោះវាខ្លីពេកបើតាមវិន័យភិក្ខុដែលលោកឈឺយូរវាមានឧបថាយិកៈនិងអ្នករសាជំងឺហ្នឹងកាលណាបើលោកអនិច្ចធម្មទៅទ្រព្យរបស់លោកមានជាចីវរមានជាអីត្រូវបានទៅអ្នកឧបថាដែលរសាជំងឺលោកហ្នឹងឯង
បើដល់ជំងឺលោកវាខ្លីពេកអត់មានអ្នកបម្រើបើអញ្ចឹងចៃវរគ្រឿងបរិក្ខាររបស់មនុស្សត្រូវព្រះសង្ឃនឹងយកទៅចែកប្រកាសប្រាប់សង្ឃចែកបរិក្ខារនឹងដល់ទៅភិក្ខុព្រះសង្ឃដទៃដែលខ្វះខាតបើដល់ភិក្ខុលោកទៅយកចៃវរហ្នឹងចៃវរហ្នឹងចែកនៅក្នុងចៃវរហ្នឹងរត់ស្រែកពេញតែចៃវរថាមិនបានពួកឯងរកគ្នាមកប្លន់ចៃវរយើងចៃហ្នឹងណាថាមិនបានឯងនាំគ្នាមកប្លន់យកចៃវរជារបស់យើងរត់ស្រែកពេញតែហ្នឹងពេលមនុស្សណាទៅស្ដាប់សំឡេងចៃបាននឹងអត់ឮទេសំឡេងរបស់ចៃនឹងឮដល់ទៅព្រះស្រោតទៅរបស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គគង់នៅឯកណ្ដកត់តែភិក្ខុនោះអត់ឮទេសំឡេងចៃហ្នឹងតែព្រះស្រោតទៅប្រពុតលោកឮព្រោះប្រពុតលោកមានចក្ខុទៅជាទៅស្រោតជាទៅភ្នែករបស់លោកមើលទៅណាក៏ដឹងធូរឃើញស្គាល់ទាំងអស់សំឡេងដែលតូចឆ្មាល់ប្រហែលជាសំឡេងទេវតាអីខ្សឹបគ្នាក៏លោកឮដែរដល់ឮសូរចៃនឹងរត់ស្រែកថាមិនបានពួតអ្នកឯងមកប្លន់ចៃវរយើងអញ្ចឹងព្រះសម្មាសម្ពុទ្ធលោកថាមិនចឹងត្រូវទៅជួយសង្គ្រោះទេសថេដែលទៅកើតចៃហ្នឹងបើមិនទៅជួយសង្គ្រោះទេចៃទេសថេនឹងកំពុងទៅកើតទោសៈកំហឹងខ្លាំងណាស់តែគេមកប្លន់យកចៃវររបស់លោកទៅចែកនេះទោសៈបើសិនណាលោកទៅចៃទេសថេនេះអស់ជីវិតទៅនឹងធ្លាក់ទៅកាន់អបាយភូមិយមឋានៈទៅទៀតចឹងព្រះអង្គលឺត្រង់និមន្តមកអំពីគាត់តែគាត់មកកន្លែងគាត់ទេសថេហ្នឹងដល់មកដល់ហាមពុភិក្ខុធម្មនាភិក្ខុទាំងឡាយចូលអ្នកទាំងឡាយនាំយកចៃវររបស់ទេសថេទៅតម្កល់ដាក់ក្នុងទីដើមវិញនេះនៅទេសថេអស់ជីវិតទៅកើតចៃនឹងចៃវរណាដល់អ្នកឯងទៅយកចៃវរនោះមកចែកគេនោះចៃកំពុងតែរត់ស្រែកតែអ្នកឯងមិនបានមកប្លន់ចៃវររបស់លោកដល់ពុភិក្ខុឬព្រះសម្មាសម្ពុទ្ធលោកសម្ដែងប្រាប់ដូច្នោះក៏យកចៃវរមកតម្កល់ទុកនៅទីដើមវិញហើយប្រពន្ធតែចាំថ្ងៃទី8គិតពីទេសថេនេះអនិច្ចធម៌ដល់ថ្ងៃទី8សូមយកមកចែកគ្នាបើចែកណាអាយុបានតែ7ថ្ងៃទេក៏ដល់ថ្ងៃទី8ចែកហ្នឹងវាអស់ជីវិតទៅផុតទៅមានប្រកាន់អីទៀតត្រឹមតែនាំយកចៃវរនោះមកចែកគ្នាជួយសង្គ្រោះបើយកមកចែកក្នុងពេលនោះទេសថេនឹងមិនរួចខ្លួនទេបើវាកើតទោសៈពេញកម្លាំងអស់ជីវិតនឹងទៅកាន់អបាយទៀតនេះរឿងចិត្តដែលវាជាប់ជំពាក់ហ្នឹងអាស្រ័យនេះពុទ្ធសាសនាលោកឲ្យលៀងបងអត់ឲ្យប្រកួតប្រកាន់ក្នុងការស្រឡាញ់ជាប់ជំពាក់តែឲ្យលៀងបងទៅដល់បានទេញោមណាដែលជាញោមញាតិយកចៃវរមកប្រគេនព្រះសង្ឃលោកទទួលលោកពិចារណាក្នុងធាតុបច្ចវេកនោះថាចៃវរនេះក្រិនតែជាធាតុពិតប្រព្រឹត្តទៅតាមសំគួរដល់បច្ច័យណាបច្ច័យទោះបីអាត្មាអញដែលជាអ្នកប្រើប្រាស់ចៃវរនេះក៏ក្រិនតែជាធាតុមិនសត្វមិនបុគ្គលមិនខ្លួនប្រាណទេជាវាដែលសោះសូន្យទៅទេខ្ញុំមកពិចារណាអត់ឲ្យជាប់ជំពាក់ទេតែគិតថាល្អថាស្រឡាញ់ជាប់នៅនឹងឯងនឹងសម្រាប់ពុទ្ធសាសនាអានឹងសំដែងប្រដងចឹងដូចវែងតែហើយបើនិយាយពីផលប្រយោជន៍ដែលប្រសង់លោកប្រើនិងញោមប្រើវាខុសគ្នាញោមមានប្រយោជន៍ពីរប្រសង់មានតែមួយដែរតែបានហើយគាត់ស្លៀកដណ្ដប់បិទបាំងរាងកាយហ្នឹងឥឡូវនិយាយពីវត្ថុទី2ភាសាបាលីថាបច្ច័យទី2ហ្នឹងគឺអាហារបិណ្ឌបាតមហូបអាហារបាយសម្លខ្ញុំមកមែនណាមួយដែលទៅជិះរួយណាពីមុនញោមត្រូវការតែប្រសង់បើงั้นអាត្មាជើងអល់រុញតែញោមត្រូវការជាងប្រសង់ឥ
อันนี้ผมแบไอ้เนี่ยมาจากดาวนิยมchứ nhôm nhiên mìnhเนี่ยthưaบนปัจจัย4ណាហើយបនបច្ច័យ4ដែលញោមញាតធ្វើថាជួយទំនុកបំរុងប្រសងអត់បានគិតខ្លួនឯងទេបើงั้นអាត្មារុញមានតែញោមណាអ្នកត្រូវការខ្លាំងជាងប្រសងលោកធ្វើផាត់កិច្ចបរិភោគផាត់មួយថ្ងៃតែ2ដងទេព្រលឹមថ្ងៃត្រង់2ដងញោមច្រើនជាងលោកទៀតណាពេលព្រឹកថ្ងៃត្រង់ល្ងាចហើយញោមខ្លះហ្នឹងដែលកើតរោគឃ្លាននឹងវាច្រើនខ្លាំងពេក4 5 6ដងតែញោមមកប្រសងលោកប្រាមួយថ្ងៃបានតែ2ដងវិញញោមប្រាមួយថ្ងៃបាន4 5ដងគិតមើលមិនប្រើច្រើនជាងប្រសងទៀតណាតើអត់ដឹងហើយមកហូបអាហារបាយទឹកនេះយើងឃ្លានឃ្លានបាយក្រហាយទឹកស្រេកទឹកណាញោមណាយើងប្រើពាក្យថាឃ្លានប្រពន្ធលោកថារោគសេចក្តីស្រេកឃ្លានជារោគយ៉ាងធំបំផុតសាហាវបំផុតសម្រាប់ជីវិតមនុស្សហើយមនុស្សនេះកើតរោគឃ្លានគ្រប់តែគ្នាពេលរោគឃ្លាននេះគ្មានថ្នាំគ្មានវិជ្ជាបណ្ឌិតណាព្យាបាលរោគឃ្លាននឹងជាទេអត់មានទេមានត្រឹមតែថ្នាំទប់វាបង្អន់វាថ្នាំដែលទប់រោគឃ្លានឲ្យវាស្ងប់ទៅមកពេលគឺបាយសម្លនឹងឯងពេលនេះព្រឹកឲ្យតែភ្លឺឡើងមក7អីឃ្លានហើយរមូលកោលកើតឡើងហើយអានឹងរោគឃ្លានវារើលេបម្ដងព្រលឹមទៅបបក៏មានមីគុយទាវអីមានទៅតាមលទ្ធភាពទៅណាអានោះថ្នាំមិនលេបទៅបានតែ3 4ម៉ោងអស់ជាត្រាំទៅម៉ោងមកដណ្ដប់រើមកទៀតលេបម្ដងទៀតមកដណ្ដប់លេបម្ដងទៀតបាន3 4ម៉ោងម៉ោង5 6ល្ងាចអស់ណាំរើម្ដងទៀតញោមញ៉ាំกันមើលនេះអ្នកដែលកើតរោគឃ្លានតែល្មមអាត្មាទៅញោមខ្លះកើតរោគឃ្លានខ្លាំងថ្ងៃ5 6ដងឆ្វែតតែលេបវាមិនពលយើងអត់ដឹងថានឹងពលបំពេញទុកយើងទេយើងទៅឲ្យឃ្លានពេញចិត្តផងពេញចិត្តអាឃ្លានរត់ទៅរោមកបំពេញវាហ្នឹងតែប្រពន្ធលោកថារោតើនឹងវាកង្វល់ណាញោមញៀនយ៉ាមកថ្ងៃលេប3ដងមកខែ30ថ្ងៃគុណទៅ30ថ្ងៃជាមួយឆ្នាំ365ថ្ងៃគុណទៅ365ថ្ងៃចាំបើអាយុ70 80 90ឆ្នាំនឹងដឹងប្រមាណលេបតែឆ្នាំនឹងឯងណាលេបហើយវាមិនរស់ទៀតថាឃ្លានលេបទៅអបាត់ឃ្លានថាអវរោវាមិនរស់ទៀតអត់ដល់ពេលត្រូវស្លាប់បាត់ឃ្លានហើយលេបលែងរួចហើយមិនមានរឿងមួយទៀតអាដែលយើងកើតរោគឃ្លានចេះតែលេបរួចហើយអាដល់ពេលស្លាប់មានអាហារចេតនាមិនលេបអត់រួចកូនរុញអាហារទៅឲ្យកវីក្បាលយកដៃរិញចេញលេងត្រូវការថ្នាំហ្នឹងហើយនេះសម្រាប់ពួកអរិយបុគ្គលលោកមើលឃើញសេចក្តីលំបាកលោកឃើញច្រើនវាតដែលnhưng màលេបមួយថ្ងៃ3ដងមិនតដែលជាបើអាយុ70 80ឆ្នាំនឹងលេបប្រមាណដងវាមិនពលវាកង្វល់ស្អីក៏តដែលខ្ញុំមើលដេកក៏តដែលក្រោកក៏តដែលលុបមុខដោះភ្នែកដោះមើលក៏តដែលវាតដែលវាមិនពលវាអត់មានប្រយោជន៍អីបើថាតដែលកុំឲ្យវាចាស់កុំឲ្យវាស្លាប់អានឹងចេះតែតស៊ូទៅបើដល់វាតដែលអាចាស់ក៏នៅតែចាស់ជឿនៅជឿស្លាប់ក៏ស្លាប់
ពួកព្រះអរិយលោកធុញទ្រាន់នឹងជីវិតការរស់នៅគឺថាវាបំពល់សម្រាប់យើងបទជនមានដែរទៅធុញទ្រាន់ឯណារត់តែមកហូបឆ្ងាញ់ឆ្នាំឆ្ងាញ់ទៀតមកទៅហាងនៅចិនហាងអាមេរិកកាំងបារាំងពេលរត់ទៅរកអាហ្នឹងទៀតអានេះគេហៅថាអំពលដល់បានដែរញោមណាក្នុងជីវិតហ្នឹងនឹងវត្ថុទី2ដែលពុទ្ធសាសនាថាអាហារបិណ្ឌបាតកងវល់សូមអញ្ញមញាជ្រាបវាចេញអវត្ថុទី1សម្ពុតខោអោស្បង់ចពោបើវាមិនមានសមត្ថភាពប្រើសម្ពុតល្អប្រេព្រំអានហូលប្រេប្រមូលអីជាដើមក៏រកខោអោស្លីពីអន់ប្រើបានជំនួសបានញោមដែលលឺទេថាខោអោទៅជូអាត្មាអត់ដែលលឺទេណាបើអាត្មាអត់ដែលលឺទេខោអោទៅជូបួសអត់អាត្មាមិនក្មេងអត់ដែលមានទេសាប់តែលឺគេថាណោះទៅទិញខោអោទៅជូគេលក់ខោអោទៅជូឆ្ងល់លោតសួរគេថាញោមវាមិនទៅគេថាខោអោទៅជូញោមក៏បញ្យល់អាហ្នឹងខោអោចាស់គេច្រកបាវយកមកលក់មកគេចាក់ពីបាវមកកោដាក់កំណោមានបត់អីមានផ្នត់មានរបៀបអីទេពេលអ្នកទៅទិញខោអោទៅជូនទៅមុននឹងទិញទៅលើកទៅជូមើលអញ្ចឹងអាណាត្រូវចាត់ក៏យកតែណាមទៅចាត់ទៅជូបោះទៅខាងនោះទៅអត់ជូអាហ្នឹងមើលទេព្រោះវាមិនតែមានខោអោទៅជូស្បែកជើងក៏មានទៅជូដែរពាក្យទៅជូបានន័យថារបស់នោះវាអន់ដល់បានដែរញោមណាគាត់នៅតែយើងទៅរកទៅជូនោះមកប្រើបានតែមកហូបអាហារនេះតែកាលណាអត់ហើយនៅមិនសោកទេជំងឺដទៃទៀតជំងឺល្បីមហារីកកូវីដរោគអេដអន្តរោគធ្ងន់ណាស់បើរោគនឹងកើតមិនងាយសម្លាប់មនុស្សទេទុំមនុស្សឲ្យរស់យូរហើយអ្នកកើតជំងឺអានឹងអត់ក្រោកពីកន្ទេលពីក្រែរួចនៅដេកធ្ងោលើសំបីតែកូនចៅយកអាហារទៅឲ្យក៏បរិភោគមិនកើតតែលួងបង្ខំចុកទៅណាតែរោគឃ្លាននេះអត់ស្ងៀមទេតែឈឺហើយមិនមែនដេកធ្ងោលើក្រែទេរវើករសពហើយបានហើយរវើករសពដើរលួចរបស់គេបោកប្រាស់ទ្រព្យសម្បត្តិអីគេប្រព្រឹត្តអំពើទុច្ចរិតសពបែបយ៉ាងដើម្បីឲ្យបានអាហារមកបរិភោគតែកើតរោគឃ្លានអត់បាយនេះកើតចលាចលពេញសង្គមមនុស្សពេញស្រុកពេញភូមិអ្នកមានទ្រព្យសម្បត្តិច្រើនថ្ងៃលិចមិនទាន់ទេថ្ងៃតាម៉ោង4មកអីបិទទ្វារលបងបើស្ទើរចាក់សោជាខ្លាចពូជអ្នកអត់ឃ្លានវាចូលទៅបៀតបៀនយាយីហ្នឹងនេះរំខានចឹងណាយើងធ្វើឲ្យចលាចលអាអ្នកមានទ្រព្យមកបរិភោគនៅអត់សោកទេខ្លាចអានោះវាមកលួចមកប្លន់មកកាប់មកសម្លាប់យើងទៅទៀតវាព្រួយបារម្ភចឹងហើយសេចក្តីទុក្ខបានព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងប្រាប់ថាជីកិច្ឆាបរមារោគាគ្មានរោគអីដែលស្មើនឹងសេចរោគឃ្លានទេព្រះពុទ្ធលោកប្រាប់តែអញ្ចឹងបើដល់យើងយកពាក្យឃ្លានមកប្រើជួសទៅហើយក៏មិនបានដឹងថាឥទ្ធិពលនៃរោគឃ្លាននឹងមានឥទ្ធិពលប៉ុណ្ណាធ្វើទុកទោសដល់ជីវិតមនុស្សប៉ុណ្ណាអត់ដឹងចាស់ក៏និយាយតែស្រកអត់បាយប្តីទៅរងកបានមកកំប៉ុងពីយកមកដាំបាយដល់ដាំបាយអត់ហ៊ានដាំក្នុងផ្ទះទេប្តីពើតែដាំនៅព្រៃធ្វើម៉េចបានប្តីមិនដាំបាយក្នុងផ្ទះថាដាំខ្លាចប្រពន្ធកូនដណ្ដើមស៊ីញោមមិនចិត្តអាក្រក់ហើយមិនឲ្យយ៉ាងដែលណាស្រឡាញ់អីហួសប្តីហួសប្រពន្ធហួសកូន
ដល់អត់បាយខ្លាំងបានបាយយកមកបរិភោគទៅពាត់ដាំឯព្រៃទៅខ្លាចប្រពន្ធនឹងកូនដណ្ដើមស៊ីនេះអាត្មាប្រាប់ញោមស្រីនឹងវាយ៉ាងប្តីគេស្រឡាញ់តែមានបាយស៊ីទេណាញោមតែអត់បាយស៊ីគេជប់ស្រឡាញ់យើងហើយបានអត់ពាត់ដាំឯព្រៃប្រពន្ធងាប់ទៅកូនគេគិតថាមកប្រពន្ធប្រពន្ធងាប់ទៅរកបានទៀតចុះគេមិនខ្វល់ទេអាត្មានិយាយលេងសំផងដែរណាញោមណាកុំវិញនិយាយតែរកគ្នាណាញោមគេមើលតែប្រាប់ញោមស្រីកុំឲ្យទុកចិត្តប្តីពេកនឹងហើយអញ្ចឹងទៅដាំបាយព្រៃនិយាយរឿងឲ្យសើចតែចោលទៅដាំបាយទៅដុតភ្លើងនោះផ្សែងហើយអានេះអត់បាយដូចនេះដើររកបាយហ្នឹងឃើញផ្សែងភ្លើងហើយណាគេដុតតន្លងស្ងោក្ដួចអីហ្នឹងអញ្ចឹងណាលោបទៅមើលមកគេនៅកំពុងដាំបាយទៅទាញបានប៉ុណ្ណឹងតំបងឲ្យណាមកលូលោទៅសំពងពីក្រោយគេចឹងកតែមកតំបងបកាច់ងាប់ហើយអត់បរិភោគបាយតែយួរឆ្នាំងបាយទៅទៀតយួរទៅដើរទៅអានេះអត់បាយកំពុងតែដើររកបាយឃើញអានោះយួរឆ្នាំងអានោះយួរឆ្នាំងបាយលោបទៅស្ទាក់ឯមុខទៅទៀតដល់សំពងមកតំបងសំពងរកតែកន្លែងមកតំបងនៅហើយបងអញ្ចឹងក៏យួរទៀតចាស់ក៏ថាងាប់អស់មនុស្ស10នាក់អត់បានអស់បាយមួយឆ្នាំទេនេះក្រកើតឡើងពីការខ្វះអាហារភោជនីយភោជនកាយសាវណាហ្នឹងហើយទី2ធ្ងន់ជាងទី1ចុះទី3គឺសេនាសនៈបច្ច័យវត្ថុទី3ផ្ទះសម្បែងគេហដ្ឋានជាដើមញោមមើលណាចេះទៅដេកកណ្ដាលវាស្រែក្រមលុបឈើមិនមានទេអត់មានទេទោះបីជាក្រកំសត់យ៉ាងណាគួរត្រូវតែមានខ្ទមទៅសរស័យឈើដំសម្បកលនៀបក្រាលស័យជញ្ជាំងយកស្លឹកដូងទៅគៀបឬពុំនោះស្រុកខ្លះគេយករស័យទៅដំបន្ទាំទៅយកមកគៀបទៅជញ្ជាំងឲ្យដំបូលប្រក់ស្បូវប្រក់ស្លឹកខ្ញុំនឹងយ៉ាងអន់បំផុតអីមកជន់ដែលអត់សមត្ថភាពក៏គង់តែមានចម្រោកប៉ុណ្ណឹងដែលជ្រោកកោនសម្រាប់ញោមញាតអ្នកមានសមត្ថភាពនោះមានវិឡាភូមិគ្រឹះឯណាធ្វើពីថ្មពីសីម៉ង់ឲ្យល្អប្រណិតជាទីចម្រោកជ្រោកកោនដូចតែគ្នាប៉ុន្តែវាខុសគ្នាអ្នកក្រកសតមិនត្រូវតែមានចា៎ដើម្បីនឹងការពារកម្ដៅព្រះអាទិត្យណាផ្ទះណាការពារកម្ដៅព្រះអាទិត្យណាកុំឲ្យចាំងមកត្រូវខ្លួនយើងការពារផ្ទៀងកុំឲ្យស្រក់ទៅទឹកខ្លួនយើងការពារខ្យល់កុំឲ្យបោកបក់ប៉ះខ្លួនយើងខ្លាំងដែរហើយមួយយ៉ាងទៀតយើងត្រូវការសម្រាប់ឲ្យនៅផ្ទះលេងខ្លួនអីបានខ្លះក្នុងទីបិទបាំងក្នុងគេហដ្ឋានអានោះវាប្រយោជន៍អានឹងវត្ថុទី3វត្ថុទី4គឺថ្នាំសម្រាប់ជាបាលរោគញោមមើលណាដែលមិនត្រូវការថ្នាំគឺនៅឈឺក្បាលក្តៅខ្លួននេះរត់ទៅរកស្អីប៉ារ៉ាហៃលីណុលអីជាដើមថ្នាំសម្រាប់បំបត្តិរោគក្តៅរោគឈឺចាំហើយថ្នាំនេះញោមញៀនត្រូវស្គាល់ឈ្មោះឲ្យច្បាស់ដល់បានហើយតែស្គាល់មិនច្បាស់ទៅទិញប្រាប់អានេះលក់ថ្នាំនោះឲ្យថ្នាំខុសគ្រោះថ្នាក់ហើយនៅស្រុកអាត្មាពីមុនមកមានអ្នកស្រុកស្រែមិនអាត្មាមិនចេញឈ្មោះស្រុកតែគេស្ដាប់ឮគេខឹងកើតរោគក្តៅគ្រុនដល់មានគេទៅផ្សារកើតផ្ដាំគាត់ស្គាល់ឈ្មោះថ្នាំវាមិនអស់ថ្នាំថ
ហើយថាយ៉ាทันใจយ៉ានោះវាថ្នាំทันใจនោះវាទន់ចិត្តយកកាលណាយកមកលេបទៅឈឺក្បាលរោមរិនអីវាបាត់វាទន់ចិត្តតែបានហើយយកឲ្យឈ្មោះថាយ៉ាทันใจយ៉ាងហើយឆ្នាំទន់ចិត្តបើทำទន់ចិត្តដល់គាត់ស្គាល់វាមិនច្បាស់ដល់មានគេទៅផ្សារផ្ដាំអើយឯងទៅផ្សារគ្នាផ្ញើឲ្យទិញថ្នាំផងគ្នាឲ្យឈឺក្បាលគ្រុនក្តៅទីសួរថាថ្នាំអីប្រាប់ថាទិញថ្នាំចៃអាយ៉ាឋាននោះអត់ចាំមួយចាំថ្នាំចៃរត់ដល់ទៅដល់ផ្សារទៅសួរនេះរកថ្នាំថាមានថ្នាំចៃទេអ្នកលក់ស្មានតែថ្នាំយកទៅដាក់ឲ្យចៃក្នុងក្បាលនោះកុំឲ្យវានៅក៏ឲ្យអាថ្នាំទិញចៃហ្នឹងមែនក៏លក់ឲ្យមកយកទៅឲ្យអ្នកនៅលេបទៅគឺមិនប្រកាច់ប្រកិនណាអានេះស្គាល់វាមិនច្បាស់តាមបានទេញោមណាតែស្គាល់ច្បាស់សំប្រាប់គេឲ្យគេទិញព្រោះថ្នាំនេះតាប្រើខុសស្មើនឹងពេជ្ជឃាតមកសម្រាប់យើងតាប្រើខុសថ្នាំតាមពេទ្យឈឺត្រូវទៅពេទ្យទៅដុកទ័រឲ្យគេត្រួតពិនិត្យថារោគនេះត្រូវថ្នាំអីយកមកព្យាបាលហើយពេទ្យគេឲ្យមានកំណត់ទៀតណាញោមណាគេថានេះឲ្យប្រើត្រឹម10គ្រាប់មួយថ្ងៃ1គ្រាប់អីចឹងឬក៏មួយថ្ងៃ2គ្រាប់គេឲ្យ10គ្រាប់ប្រើ5ថ្ងៃប្រើលឿនហ្នឹងអត់បានទេគឺថាវាជារោគមួយតែយើងប្រើហូបកំណត់អាថ្នាំនោះវាបង្កើតរោគមួយទៅទៀតដោយសារថ្នាំបានប្រយ័ត្នតាមបានទេញោមណាមិនចេះតែយកមកលេបកាន់ខែកាន់ឆ្នាំទេដុកទ័រពេទ្យគេឲ្យមកថាឲ្យយើងប្រើមួយអាទិត្យដល់មួយអាទិត្យវាមិនជាទៅជួបគេទៀតតាមបានហើយគេនឹងពិនិត្យមើលគេដូរថ្នាំឲ្យតែអានឹង5ណាញោមអាត្មាមានជាតាមីមួយខាងញោមស្រីគេថ្នាំពេលនោះបាជា50-60ឆ្នាំមុនខ្មែរយើងមានតែចេះប្រើថ្នាំទៅនៅពីណាវាមានត្រឹមអាស្ពីរីនថ្នាំបារាំងហ្នឹងអាស្ពីរីនថ្នាំបំបត្តិការឈឺចាប់ដែរនេះចាស់ស្គាល់អាស្ពីរីនអានឹងមានជាតិជូរដែលគេមានលេខជាតិអាស៊ីតអីបានអាហ្នឹងណាបាទដល់គេឲ្យគាត់ថាគាត់ឈឺក្បាលឈឺរោមឬគ្រុនក៏កូនចៅគេឲ្យថ្នាំអាស្ពីរីនហ្នឹងឲ្យតែគាត់មិនសុខថាគេឲ្យលេបមួយថ្ងៃប្រហែលក្រោយអត់ដល់គេឲ្យប្រហែលមកក្តាប់នោះលេបទៅទាំងអស់សារតថ្នាំនោះទៅប្រកាច់ប្រកិនប៊ីក្នុងស្រាប់ថ្នាំទៀតដឹកយកទៅពេទ្យត្រឹមពេទ្យគេបោកអីប៊ីក្នុងស្រាប់គាត់ចាស់បុរាណក៏មានទាំងអីសមានគេឲ្យលេបមកក្តាប់គេឲ្យមកលេបតែម្ដងអានឹងប្រយ័ត្នតែបានតែញោមណាថ្នាំនេះតែប្រើមិនត្រូវឃាតកសម្រាប់យើងតែអាត្មាប្រាប់ប្រយ័ត្នពេលគុំចេះតែបថុយពេកត្រូវទៅជួបនឹងវិជ្ជាបណ្ឌិតសិនគេត្រួតគេពិនិត្យញោមណាកណ្ដថ្នាំមានច្រើនប្រភេទណាបើអាមួយវាមិនជាគេឲ្យដូរឲ្យមកមុខទៀតសម្រាប់កម្ចាត់ជំងឺមួយណាអានឹងនិយាយពីវត្ថុទី4នេះជ្រាបញោមញាគេប្រើមិនដឹងស្គាល់ឈ្មោះថ្នាំមិនច្បាស់ថាយ៉ាឋានចៃយើងមកភ្លេចអាយ៉ាឋាននោះចាំតែអាចៃក្រោយដល់អ្នកទទួលបញ្ញាទៅទិញមកទៅទិញអ្នកលក់គេថាចៃគេទិញថ្នាំយកមករោយទិញចៃទៅនៅក្បាលវាមានអីសង្ស័យព្រោះដល់បានមកលេបក៏នេះក៏ប្រកាច់ប្រកិនសែងទៅពេទ្យនៅពីមុនមានឡានណាអំប្លង់ឯណាសែងដាក់តែគោសែងពីស្រកដល់ទៅពេទ្យនេះស្គាល់មិនច្បាស់បានព្រះពុទ្ធសាសនានោះថាយើងស្គាល់ឲ្យត្រូវស្គាល់ឲ្យច្បាស់ប៉ុណ្ណឹងលោកប្រាប់ដោយញោមញាតអ្នករសាសិលត្រូវដឹងថាសិល5នឹងមានអង្គប្រមាណបាណាមានអង្គប្រមាណអីប្រមាណឲ្យដឹងឲ្យច្បាស់បានរសាសិលនឹងបានជាប់ញោមអត់ដឹងឲ្យសោះចេះតែទៅថាតាមតែគេថាសតបល័យទាំងអស់ទៀតមិនទៅដឹងអី
ប៉ាណាក៏មិនដឹងថាគេហាមមិនអោយធ្វើអីអធិនីក៏មិនដឹងធ្វើអីមានចាស់ខ្លះទៅសំសិលគេសួរចង់ដឹងសាពូបុរាណនៃកាន់ធ្វើបុរាណប្រែជាខ្មែរអត់ចេះស្លាទេចេះតែបាលីដល់គេចង់ដឹងគេសួរគាត់ថាតាប៉ាណាប្រែជាខ្មែរថាម៉េចគេថាប៉ាណាគេហាមមិនអោយធ្វើផ្កាប៉ាណាគេហាមមិនអោយសម្លាប់សត្វគេថាគេហាមមិនអោយធ្វើផ្កាយ៉ាម៉ាណានេះវាអត់ដឹងហើយគេប្រែជាខ្មែរមិនចូលចិត្តទៀតចេះស្ដាប់តែបាលីអានឹងក្រោះឋានៈធំណាស់នៅនេះចេះស្ដាប់ខ្មែរតែចេះស្ដាប់តែបាលីនេះស្រុកនេះណាហ៎គេចូលចិត្តស្ដាប់ខ្មែរដែរបាលីប្រែជាខ្មែរគេចូលចិត្តស្ដាប់ដែរដល់កន្លែងនេះគេនៅតែប្រកាន់មកនៅតែប្រកាន់មកនេះបើអញ្ចឹងត្រូវបង្រៀនពីសិលឲ្យច្បាស់លោកអាចារ្យប៉ាណាប្រែប្រាប់យាយតាតែគេហាមមិនឲ្យធ្វើអីដល់បានទេហ៎អូយយើងអ្នកកាន់ពុទ្ធសាសនានេះអាត្មាតែនិយាយទៅវាប៉ះពាល់លើញោមញាតិហើយញោមញាតិក៏មិនសូវចូលចិត្តអាត្មាស្អប់អាត្មាមិនដឹងដឹកយកទៅណាអស់ទេសថ្ងៃនេះបងអាត្មាប្រាប់តាមធ្វើតាមវិន័យដែលពុទ្ធលោកថាតែញោមញាតិអត់ចូលចិត្តស្ដាប់ប្រែជាខ្មែរមិនចូលចិត្តស្ដាប់ចូលចិត្តស្ដាប់តែបាលីឬគេសួរថាម៉េចអត់ដឹងចាំអីឆ្ងាយទេណាញោមសំបីតែញោមថាប្រពន្ធនេះមិនដឹងប្រពន្ធជាស្អីទេណានេះស្អីហ្នឹងពុទ្ធបាលីអានវាបាលីតែពុទ្ធៈដល់ខ្មែរយកមកប្រើថាប្រពន្ធដឹងតែពាក្យថាប្រពន្ធតែអត្តន័យពាក្យប្រពន្ធថាអត់ដឹងទេជាគេសួរថាម៉េចទៅប្រពន្ធទៅនោះស៊ីម៉ងហ្នឹងជាគេឆ្លាក់ទៅពីស៊ីម៉ងពីថ្មអត់ទៅអញ្ចឹងពាក្យថាប្រពន្ធនេះឥឡូវប្រាប់រឿងនឹងមួយទៀតពាក្យថាពុទ្ធនឹងបាលីអានថាពុទ្ធៈខ្មែរយកមកប្រើថាពុទ្ធប្រែជាខ្មែរថាលោកអ្នកត្រាស់ដឹងលោកអ្នកដឹងលោកអ្នកចាក់ធ្លុះមានអត្តន័យ3លោកអ្នកដឹងក៏អ្វីក៏ប្រពន្ធលោកដឹងដែរណាលោកអ្នកត្រាស់ដឹងនឹងស្អីក៏លោកដឹងមិនដឹងតែរបស់នឹងមកទេរបស់ណៃណាក៏លោកដឹងដែរដោយបញ្ញាញាណរបស់លោកពីលោកនេះចាក់ធ្លុះរបស់ដែលវាកប់កំបាំងនៅក្នុងផ្ទុំក្នុងដីក្នុងឯណាក៏ប្រពន្ធលោកដឹងដែរនៅក្នុងនោះមានអីហ្នឹងគេលោកនេះចាក់ធ្លុះហ្នឹងលោកដឹងដោយបញ្ញាញាណបើយើងពោលសប្តាហ៍ថ្ងៃថាប្រពុតជាទស្សនវិទូជាមហាទស្សនវិទូជាអ្នកប្រាជ្ញជាកម្ពូលអ្នកប្រាជ្ញនៅលើផែនដីនេះឥតមានមនុស្សឥតមានទេវតាឥតព្រំណាដែលមានបញ្ញាស្មើនឹងប្រពុតមិនមានទេប្រពុតគឺលោកអ្នកមានបញ្ញាតាមិនដឹងអីទៅយើងមានអតិទេពទេសូមអញ្ញោមញាតិជ្រាបប្រពុតជាបរមគ្រូយើងនៅបស្ចិមប្រទេសគេអ្នកកាន់សាសនាគ្រីស្ទានកាន់សាសនាមូស្លីមភាគខ្លះគេទទួលស្គាល់ថាប្រពុតជាអ្នកប្រាជ្ញជាមនុស្សជាមហាទស្សនវិទូពិភពលោកសព្វថ្ងៃគេជឿមហាទស្សនវិទូជាអ្នកស្រាវជ្រាវរកអ្វីទាំងអស់នៅលើផែនដីនេះកាយពីអីឬគេស្រាវជ្រាវរកឱសថមកសម្រាប់ព្យាបាលជំងឺអាហ្នឹងចូលក្នុងទស្សនវិទូទាំងអស់តែទស្សនវិទូមនុស្សយើងប្រតិជននេះប្រើថេរវេលាច្រើនណាស់ស្រាវជ្រាវតម្រឹមនឹងបានដឹងអ្វីមួយហ្នឹងជួនកាល4 10 20ឆ្នាំជួនកាលស្រាប់មនុស្សមុនមកតទៅអត់ទាន់រកឃើញទេដល់មានអ្នកក្រោយនៅមកចាប់យកទ្រឹស្ដីអ្នកមុនដែលគេទៅសេហើយយកទៅស្រាវជ្រាវបន្តទៀតមិនស្រាប់3 4មនុស្សតំរកវិជាឲ្យមួយឃើញដោយសារថ្ងៃនេះសម្រាប់ឱសថសម្រាប់ជាបាលរោគមហារីកមិនតែរកឃើញដែររោគអីហ្នឹងដែរក្រិនតែបានត្រឹមថ្នាំមកពញាបានសម្រាប់ថ្នាំដើម្បីនឹងកម្ចាត់ឲ្យជាអត់ទាន់រកឃើញទេខ្ញុំមើលប្រើពេលយូរនេះសត្វតែប្រើដោយបញ្ញាស្រាវជ្រាវរកនេះឈ្មោះថាពុទ្ធៈហ្នឹង
អ្នកប្រាជ្ញរិទ្ធសាសនាប្រែតាពាក្យទូលមានព្រានប្រដៅឥឡូវប្រែឲ្យជាប់គ្នាយើងថាពុទ្ធសាសនាឥឡូវប្រែពាក្យពុទ្ធសាសនាឲ្យញោមស្ដាប់ជាខ្មែរតែអត់ចេះស្ដាប់ទៀតដែរញោមពុទ្ធសាសនាប្រែជាខ្មែរថាពាក្យទូលមានព្រានប្រដៅរបស់លោកអ្នកត្រាស់ដឹងលោកអ្នកប្រាជ្ញពាក្យតែពុទ្ធសាសនាមានន័យអញ្ចឹងតាមបានទេញោមណាយល់អញ្ចឹងអានេះប្រែឲ្យយល់ហើយពីមុនអត់យល់តែចេះថាពុទ្ធសាសនាដល់អញ្ចឹងមានប្រយោជន៍អីអ្នកកាន់ពុទ្ធសាសនាណាបាននិយាយពីវត្ថុ4យ៉ាងតម្រូវការសម្រាប់ជីវិតមនុស្សនៅលើផែនដីមិនមែនសម្រាប់តែអ្នកបួសទេបញ្ជាក់ឲ្យបញ្ជាក់ទៀតណាញោមណាពីមុនញោមឲ្យតែលឺបច្ច័យ4សម្រាប់ព្រះសង្ឃតែអាត្មាក៏អរគុណដែរដោយសារញោមតែបច្ច័យ4សម្រាប់ព្រះសង្ឃញោមចេះតែជួយទំនុកបំរុងបានរស់រានមានជីវិតមកដល់អាយុ85ឆ្នាំណាដោយសារញោមញាតិជួយទំនុកម្រងហើយតែបានទេហើយប៉ុន្តែអាត្មាវាអន់ចិត្តថាញោមញាតិថាវត្ថុ4យ៉ាងបច្ច័យ4ត្រូវការតែព្រះសង្ឃទេតើហ្នឹងណាអាត្មាវាមិនស្ងប់ចិត្តប្រតើញោមញាតិត្រូវការប្រើជាងព្រះសង្ឃទៅទៀតអត់ដូចអាហារបិណ្ឌបាតព្រះសង្ឃនោះប្រើតែ2ដងទេញោម3 4ដងមកហើយឈ្នះលោកអាសម្ពុតខោអាវព្រះសង្ឃប្រើបាននៃការពារសត្វល្អិតកុំឲ្យមកយាយីឲ្យញោមនឹងលើសពីនឹងទៀតធ្វើឲ្យញោមមានរូបរាងកាយសម្រស់ល្អផូរផង់គួរជាទីពេញចិត្តរបស់ជនដតីដែលគេឃើញស្លីអូលៀបប្រមូលចោលរបស់ឯនោះបានទេញោមណានោះមានប្រយោជន៍បាននៅវត្ថុ4យ៉ាងនេះជាមិនផុតទេហើយព្រះសម្មាសម្ពុទ្ធលោកសម្ដែងប្រាប់ទៀតមនុស្សទើបតែមានវត្ថុ4យ៉ាងនេះគ្រប់គ្រាន់ទៅជីវិតនឹងមានសិរីមានមង្គលសុខស្ដីក្នុងជីវិតដែលរស់នៅប្រាប់ចឹងញោមមើលមកគេអ្នកមានសម្បត្តិទ្រព្យច្រើនញោមមើលជីវិតគេសប្បាយរីករាយគ្មានទុក្ខទោសកង្វល់អីទេណាវត្ថុ4យ៉ាងធ្វើឲ្យជីវិតមនុស្សរីករាយសប្បាយសម្រាប់អ្នកដែលខ្សត់ខ្វះទ្រព្យខ្វះសម្បត្តិញោមឃើញក្នុងភ្នែកខោអាវរត់មានតែអតិជូមកអាហារបានព្រឹកខ្វះងាយបានងាយខ្វះព្រឹកវាអត់គ្រប់គ្រាន់មានអីហ្នឹងមានអាហារដែលមានឲ្យជារសឆ្ងាញ់ញោមមើលលហេមណាតែខ្វះវត្ថុ4យ៉ាងហ្នឹងហើយជីវិតសោកសង្រេងហើយបានព្រះអង្គបញ្ជាក់ទីតអ្នកដែលគេរកទ្រព្យវត្ថុ4យ៉ាងនឹងបានបរិបូរណ៍ច្រើនដោយសារអីដោយសារគេមានបញ្ញាអ្វីហេតុផលចឹងអ្នកមានបញ្ញាច្រើនបានរកទ្រព្យបានច្រើនរកវត្ថុ4យ៉ាងបានច្រើនវត្ថុ4យ៉ាងនេះពំព្រួញមកប្រភពវាគឺទ្រព្យធនមាសប្រាក់ណា4យ៉ាងនៅក្នុងនឹងឯងណាបានទេញោមប៉ុន្តែប្រពន្ធលោកយកមកបំបែកឲ្យយើងយល់ថានៅក្នុងនោះខ្លាញ់យើងវាមិនយល់បានថា4យ៉ាងគឺសម្ពុតខោអាវមហូបអាហារទេសម្បែងគេអថានឹងថ្នាំជាបារោគលោកបំបែកឲ្យយល់តែប្រភពរបស់វាគឺនៅក្នុងទ្រព្យធនទ្រព្យសម្បត្តិនឹងឯងតែវោហាមួយយ៉ាងទៀតគេហៅសេដ្ឋកិច្ចគ្រួសារសេដ្ឋកិច្ចសង្គមសេដ្ឋកិច្ចប្រទេសជាតិណាបានទេញោមអានេះវោហាគេនិយាយមកតាមពេលវេលានេះនឹងវាធំនៅលើនឹងឯងហើយពិភពលោកប្រទេសដែលគេជឿនលឿនសម្បូរសប្បាយគឺប្រទេសគេមានវត្ថុ4យ៉ាងប្រើស្មើគ្នាទូទៅអ្នកក្រុងមានអីប្រើអ្នកស្រែអ្នកជនបទមានដូចគ្នាទាំងអស់វាអត់ខ្វះទេសម្រាប់យើងប្រទេសដែលមិនទាន់ជឿនលឿនរបស់ខ្លះមានប្រើតែអ្នកក្រុងទេអ្នកស្រែជនបទអត់ទេនឹងសូមឲ្យយើងញាក់ជ្រាបនៃវត្ថុ4យ៉ាងដែលកាលណាខ្វះខាតជីវិតរបស់មនុស្សមិនបានសុខទេអត់បានសុខទេអានឹងប្រភពបើអញ្ចឹង
ញោមញាតិពុទ្ធបរិស័ទត្រូវឲ្យកូនចៅទៅរៀនយកចំណេះវិជ្ជាពីសាលាចំណេះវិជ្ជាចម្រើនបញ្ញាដល់មនុស្សមានបញ្ញាទៅរកវត្ថុ4យ៉ាងហ្នឹងបានច្រើនមនុស្សអត់បញ្ញារកបានទេឥឡូវលើករឿងនឹងមួយប្រពន្ធលោកសំដែងប្រាប់សំដែងតែតដែលទៅស្រុកណាសំដែងតដែលចាំមិនតដែលមិនបើញោមអ្នកកាន់ពុទ្ធសាសនាមិនដឹងអីតែងទួចហ្នឹងដល់បានហើយថាបច្ច័យ4ត្រូវការតែប្រសងមកខ្លួនឯងត្រូវការប្រាជាងប្រសងនោះតែមិនដឹងបើអញ្ចឹងទេសនាបញ្យល់ពីពុទ្ធសាសនាដល់បានញោមណាឥឡូវចាំស្ដាប់ប្រពន្ធលោកសំដែងប្រាប់ភូពិហុផ្ទាល់មកនិយាយជាខ្មែរលោកសំដែងថាមនាលភិក្ខុទាំងឡាយសត្វទាំងឡាយណាដែលសាបសូន្យចាកបញ្ញាដ៏ប្រសើរហើយសត្វទាំងឡាយនៅល្មែងរស់នៅជាទុំជីវិតនឹងបន្ទុកប្រកបដោយសេចក្តីថ្នាំងថ្នាក់ប្រកបដោយសេចក្តីចង្អៀតចង្អល់ប្រកបដោយសេចក្តីខ្សឹកខ្សួលក្នុងជីវិតដែលរស់នៅនេះមកជីវិតដែលរស់នៅមនុស្សអត់មានអីសប្បាយទេលុះបែកធ្លាយរាងកាយស្លាប់ទៅប្រកាសជាទៅកាន់អបាយភូមិទៀតញ៉ាំរស់នៅជាមនុស្សកើតទុកដោយនរកមិនវាអត់បានសោករោព្រឹកខ្វះល្ងាចខ្វះព្រឹកមានសោកឯណាដល់អស់ជីវិតស្លាប់ទៅធ្លាក់ទៅកាន់អបាយភូមិទៀតទោសតាំងពីនៅមនុស្សរស់ស្លាប់ហើយអត់រួចខ្លួនឥឡូវអាត្មាប្រាប់ឲ្យវាច្បាស់ទៀតមនុស្សដែលខ្វះខាតមកហូបអាហារគ្រឿងវត្ថុ4យ៉ាងនេះធ្វើអីក៏ធ្វើដែរលួចគេក៏លួចបោកប្រាស់គេក៏បោកប្រាស់តាមបានណាសម្រាប់សត្វទៅអូសម៉ោងចង់សន្ទូចយកមកធ្វើមកស៊ីសត្វតែគ្រឿងតិចច្រើនជាងការមនុស្សនឹងឯងយករបស់សម្រាប់ទៅសម្រាប់សត្វលក់សម្រាប់មិនសម្រាប់ទាជ្រូកគោយកទៅលក់ទីផ្សារទៀតឃើញទេនឹងហើយតិចច្រើនដែលស្លាប់ហើយអត់រួចខ្លួនហ្នឹងខ្ញុំគិតទៅពុទ្ធភាសិតដែលប្រពន្ធលោកសំដែងហ្នឹងតើត្រឹមត្រូវទេសេចក្តីល្ងងរបស់មនុស្សនោះធ្វើជីវិតឲ្យបានសុខណាយកទៅកើតញោមតាមបានហើយចាំដល់អាត្មាទៅបាត់ទៅចាប់បនអីសួរអាចារ្យសួរអីថាលឺធម្មកថាលោកសំដែងវិញអញ្ចឹងមែនកាលយើងយល់វាមិនអស់អានឹងក្លែមសារធំដែលប្រពុតលោកប្រាប់មនុស្សដើម្បីឲ្យរស់នៅស្រួលព្រោះហេតុអីយល់ទេវាមានហេតុវាអ្នករកសម្បត្តិបានច្រើនមកគេមានបញ្ញានេះជាហេតុហើយបញ្ញាកើតពីការរៀនសូត្របើមិនចឹងអត់មានទេមិនមានហេតុមានផលពុទ្ធសាសនាលោកប្រាប់ពីហេតុផលមានហេតុបានមានផលតើអ្វីដែលមានហេតុមិនមានផលប្រពន្ធលោកបដិសេធចោលហើយមិនអោយកាន់យកទេខ្ញុំក៏ได้សូត្រអីសង្ឃគុណតិខេណយោលោកជាបុគ្គលដែលគួរទទួលនៅទានដែលបុគ្គលជឿនៅកម្មនិងផលនៃកម្មហើយបូជាអ្នកកាន់ពុទ្ធសាសនាជាបុគ្គលដែលជឿកម្មជឿផលរបស់កម្មគឺហេតុគឺអំពើការងារដែលមនុស្សធ្វើគេហៅកម្មបាលីអានឹងជាហេតុបុគ្គលដែលជឿហេតុហ្នឹងហើយនឹងផលរបស់ហេតុនាំយកមកបូជាហ្នឹងណាហេតុផលពុទ្ធសាសនាគេជឿហេតុផលអ្វីដែលអត់មានហេតុផលអត់ជឿទេញោមទៅជឿរបស់ដែលគ្មានហេតុផលគឺមនុស្សល្ងងប្រពន្ធថាមនុស្សអាត្មាថាតាមប្រពន្ធទេណាញោមណាព្រោះតែមនុស្សដែលជឿស្អីខ្វះបញ្ញាគឺមនុស្សល្ងងហើយមនុស្សល្ងងទៅជឿចេះទៅពេញទឹកពេញដីមិនដឹងទៅឯណាមកឯណាអត់មានប្រយោជន៍អីទេពួកអបិយជំនឿហ្នឹងក៏វាច្រើនទៅជឿស្អីអត់អត់ផលអីហ្នឹងនឹងមិនពុទ្ធសាសនាថ្ងៃប្រាប់ឲ្យត្រង់វិញប្រាប់ទៅទៅបីញោមស្អប់ក៏ស្អប់ទៅស្រុកនេះមិនស្រុកអាត្មាតែអាត្មាទឹកម្ដងឃើញណាតែបើស្រុកអាត្មាមានថាតែខ្លាចគេស្អប់ទៅរកស្រុកទីនៅមិនបាន
chồng men sầu ở tham à đừng mò nhôm sầu có sầu đâu hả hả năng dây trăng trăng bà la tham ăn dây muôn đằng chập theo tây sơn tay chi chập ai mong bà ma này mong bùn bùn à bùn chết cái là xong dây pram nè tì còn dây pram nè tì sân đây trong còi nè nhôm nam miềnปัญญา ยอด khơi của can vô tơ nhôm nam ăn ปัญญา sọp อาตมาก็สอบอาตมามันกอดเลยพรหมเมนสระอาตมาแต่อาตมามันมอถือไอเตียนถ้าร้อยเต้าสระบัดนะบรรยมขังครั้งเนาะจูลานกรองชีตวัดโบสิมเรตสดายอาตมาดึงแต่ยมแต่อาตมาก็เจนไปวัดพอเตียนนั่งเปล่าไอ้เจ้านะพุทธศาสนาเชื่อศาสนาได้บรรลุมนุษย์ไอชื่อกรรมพอชื่อเหตุพออันนึงปราบไอฉบับนะจำครอยเดี๋ยวทุกบุญญานั่นก็เมียนเหตุเมียนพอแวะมาปราบเนี่ยเราสมบัติตระบานฉะนั้นเพราะกินเมียนปัญญาเชื่อเหตุเนี่ยปัญญานั่นไปเชื่อพอเหตุไอการปัญญาคือเรียนเดี๋ยวนั้นสตาเหตุพอต่างออกเมนยมเองการปัญญาเทวดาเป็นบพรหมินะมาพรหมครูมวนาคุมนะมาพรหมปัญญาโจรนั่นก็ไม่ได้ชื่อไปการเรียนเชื่อตัวกรรมเชื่อให้ได้อันนั้นให้พอเรียนมันใช่โบราณถ้าใช่ไปเรียนเมียนไปรอเรียนเชื่อให้บ้านไปใช่รอบ้านมันเมียนตรับเชื่อให้นั่นเชื่อพุทธศาสนาสมอันยมเงียบเฉียมจังปีมันมาอันจังเตยยมก็เมียนปัญญาเราตรับเราสมบัติบ้านนึงเมียนเมียจังก็ถึกแสก็จังได้หลังเชรดาวมันรู้ก็อัดกึศฐานนั่งตัวซาคลุนอันปีเนี่ยได้แบบวันความเราเตแต่บ้านเนี่ยความถือกรรมเชี่ยให้เตอันปีเนี่ยได้แบบวันอันเนี่ยเชี่ยให้นั่งเราตรับเราสมบัติบ้านอัดนั่นเนี่ยพอยืนงงโนตบันสรันบุงสูงซ้ำอารุกอาระเตเปรียหน้าอ้อยปะเตียนตรับปะเตียนย่อปะเตียนสะตรับมาอันเตนะบ้านไหนเย่ปีเนี่ยบุงสูงบันสรันอาตมาเย่สดับตีดปปนรทานนั่งเมียนแต่แฮดปมได้บานพอเลยแฮดมนุษย์จังบ้านเต่าสมปึงอ้อยเทวดาเป็นบพรหมปะเตียนอ้อยช่วยสังเคราะห์อันนั้นเหตุแต่มันได้คืนเทวดาเป็นบพรหมกันอ้อยมอ้อยเนี่ยได้สมอัตติสอแต่ธรรมะปรับตัวขึ้นมือตีเต้ามันยังไม่แน่สมบัติตรับเมียประโรตปีเนี่ยได้บอกวันจังงับดูเจ้าเกล้าลังกับเพาะกับเชื่อมกับมันชมได้จังบานตรับนะบานปีเหตุได้ครูนความเถื่อนแต่อัดฟังปัญญาทั้งอุเทวดาอ้อยหนึ่งชบยอดคอยอดทารบตรับบ้านไปอันเถอะบุเมียนให้เมียนพอเราเลิกแผ่นใดนี่สำหรับพุทธศาสนาแต่เมียนให้พอบ้านชื่อว่าพอลุกเป็นรินอะไรพระบ้านชื่อเราเลิกเตียหอตีนใหญ่เอาเงียบแต่เจ้าปังคอมงานของจอบเต้าสระนี่กาชุกนั่งนองมองเลิกเตียหอนั่งมองกาชูนี่เจ็บพอนเมื่อเมียนดามเมียคือดามชูเชี่ยแห่นะบ้านนะบางว่าเกวียนนี่สระนี่ดามชูกรอยขนมnhưng màเมียนดามชูมาเมียนพกาดามนั่งเกี่ยการมุนพกาอย่างนั้นอันนั้นปนพอลุกปราบอันนั้นบ้านพุทธศาสนาคือชื่อเหตุผลแต่อัดดามชูว่าเมียนพกาชูเมื่ออัดดำสวายว่าขมิ้นแผลสวายเมื่ออัดดำดองว่าขมิ้นแผลโดมแต่มาเนี่ยนี่เหตุปนังยาเราต้องขึ้นมือที่สายแต่เมียนพออัดเหตุสมไปแต่โยมเย็นแต่ก็ปงดังกุยสดับเธอนี่โยมเย็นแต่ครุนไอ้เชี่ยสายได้โยมเย็นเชี่ยพ่อเราเอาไม่เอาเชี่ยเหตุมีนะโลกปุ๊บเนี่ยมาได้เชี่ยโยมนั่งเชี่ยพ่อเลยไม่เกินมือไม่นะ
men vậy chứ mà nào ta mình chơi tiền à tức là dập sầm mờ mày này là vậy chẳng thay dân con ấy chia phòn lâu ở phục này mà đại dân chia hai đại dân chia phòn nó về tận lập từ chia hai bình mà con dân chào nó chia phòn nó về to chẳng đã chào dân này chia phòn về tận lập từ chia hai bình bạn chào tu chia phòn chào tu chia phòn tận lập hai bình bạn chào lụt nóนี่เหตุผลในพุทธศาสนาชาวบ้านโยมเย็นอัดไม่เอาใจกลายไปกลายไปร้อนกระดามแต่กลายไปมันโนคือโลภุเนี่ยอะไรนี่ยิ่งไปเหตุผลตามพุทธศาสนาทำมาได้อันใหญ่รึงมุจจงคราวที่ปังหายชมรันโปเลียต้องสระเนี่ยโยมเนี่ยต้องออกคะแนนนั่งอ้อยตำไลนะเทวดาเป็นบปรมไปมนมานะมุนอาธนาเตสนานั่นคือจังต้องออกคะแนนเพียรตินะนั่นใหญ่ปังหายจงคราวยันมาเวียนี่ขังก็ขังตัวเลียตัววัดโยมอ้อยตนลายเทวดาเป็นบพรหมตาปกายเชียงมโนเมียนได้เชี่ยมนายเชียงมโนอันนึงเป็นปุตปราบเต้นโยมศาสนาเราตีได้กี่ปราบแต่เราอาตมาปราบตาปุตลุทำไมสดับเอาช้ำนะโยมนะปุตลุทาเทวดาเป็นบพรหมเชี่ยพอลเต้มโนเชี่ยแห่บ้ามันเมียนมันนุปเปรตสัจริตเถอคือการเพื่อเตียนหรือซาเซลจมรานมิตาเพียวมันเนี่ยสัมมตะกรรมฐานวิปัสสนากรรมฐานก็มันเมียนเทวดาเป็นบพรหมดาเราเกิดมือสาธไมดาบานได้ไงอันสังได้นี่จงคล้ายบัตรสอบได้ยาธรรมาตังสระเกิดมือน่ะนั่งไงป่ะล่ะแล้วถ้ามาอ่อนเมียนมันนึกละอ๋อเธออ๋อเทวดาเป็นพระองค์ก็มันเมียนก็ไม่เต่าตาไม่เมียนปานพระพุทธเทวดาเป็นพระองค์เชี่ยพอลเต็มมนุษย์เชี่ยให้นายพระพุทธคำสั่งให้น้ำมันโน้นไอ้สั่งสิ่งใดละอ๋อดำไปจงครอยชีวิตในตัวการเทวดาเป็นพระองค์อันเนี่ยเราซาเซลพรำเพื่อเตียนเขากรรมมาวิจารก็สอนจัดอ๋อชีวิตตัวการขนมทานเทวดาปรามพมุจรตีปีเนี่ยจำรานสมาธิกรรมฐานอบรมจัดใหญ่กัดใครได้มาจังดังปืนสระตามเตาซีเรียตัวใหญ่นะเปียใครอบรมจัดเอาสมรัยเชียนนะมาเนี่ยเชียนในจัดอังการละตอนอ๋อชีวิตตัวการขนมทานปรุงดับพมุจรปรุงเมียนรูนั่นเนี่ยจำรานเชียนอรูปไปเชียนขบวเชียงรูปไปเชียนอ๋อชีวิตตุการขนมทานปรุงอดรูปบูนเชิญอันเนี่ยได้จำรานเสลสมาธิปัญญาผู้พระอริยกำจัดใครเลยอ๋อเมียนพระสัมมาสัมพุทธเจ้าเมื่อปปนมนุษย์ได้เชี่ยอรหันต์หรืออรหันต์เชี่ยสาวะว่าปปนกำจัดใครเลยอ๋อนำได้กำจัดโรคใครเลยคือเสลสมาธิปัญญาโยมลุตรัสดังเถอสัตตมนุษย์ต้องออกเมียนเทวดาเป็นพรหมินามาตรัสดังเชี่ยปปนมันเมียนเตตีอันนี้ปัญหาจงกระไรสมจอบไอ้นะสมเลียแต่ว่าอันนึงเป็นเชี่ยจังก็บอกแต่เมาหน้าเป็นเตือนตัวชันนะว่าไอ้พนเป็นอย่างไรเป็นยามชิมเปียได้ชิมเปียเกรุมก็เป็นนายโยอะไรนั่นบ่ชิมเปียพระเทเนียกีอังกาเราส่องบ้านเมียมาเตี้ยกิจเจนbịพุ่มสงอมหนองปรีอาตมาชิมเปียเปียกีนี้ปัตตะขลุนปันในเวนาเปียบางมันมาดอสลายกินดีเยี่ยโอ้กะฮานินเตียสเปดสัญญาอักระเชียงเนชิมเปียประเทเนียกีอังกาตัวที่อันนี้วิ่งจัง
ប៉ុន្តែมันជាអ្វីទេទៅបីជាលំបាកយ៉ាងណាក៏តស៊ូដើរប្រាប់ញោមញាតពីពុទ្ធសាសនាពីមុនញោមស្គាល់មិនពុទ្ធសាសនាណាបើញោមថាទេវតាប្អិនប្រព្រំប្រកែកជាងមនុស្សមិនពុទ្ធទេមិនពុទ្ធប្រាប់ឯណាតែពុទ្ធលោកប្រាប់ថាមនុស្សទេប្រកែកជាងទេវតានេះបើប្រតិកម្មហើយអាបានទេញោមណានឹងវាប្រតិកម្មតែយកទៅគិតមែនទេនឹងហេតុផលហើយណាបើមានមនុស្សធ្វើល្អទេវតាប្អិនប្រព្រំក៏មិនមានព្រះពុទ្ធក៏មិនមានសត្វតែមនុស្សទាំងអស់បាទព្រះអង្គសម្ដែងនៅលើដីក្រោមមេឃគ្មានណាប្រកែកជាងមនុស្សទេពុទ្ធឯកាបើញោមមិនដឹងសោះតែបានហើយអាត្មាថានេះថាបថុយណាញោមណាបថុយងាប់រស់ជិះបើញោមថាទេវតាប្អិនប្រព្រំប្រកែកជាងមនុស្សដល់អាត្មាមកថាមនុស្សប្រកែកជាងទេវតាវិញយើងនំខាងអាត្មាទៅមិនទៅមកទីអាត្មាធ្លាក់ទៅលើក្រែបានប្រាប់នឹងបថុយយ៉ាងហ្នឹងណាញោមណាបើមកអីទេគឺញោមញាក៏និយាយសាសនាច្រើនបើវានៅចំណុចបន្តិចទេយល់ទេមានចំណុចបន្តិចទានសិលញោមនេះធ្វើអស់ហើយទានសិលវានេះជាបច្ច័យឲ្យទៅកើតទេវតាប្អិនប្រព្រំនឹងឯងហេតុបើញោមអត់មានណាប្រាប់ឲ្យច្បាស់លើតែជាទេវតាប្អិនប្រព្រំពុទ្ធលោកមិនដែលទៅសារទេផលលោកទៅសារហេតុដល់បានទេហេតុបានដោះស្រាយរួចផលក៏កើតដែរដោះអត់រួចទេអញ្ចឹងបង្រៀនមនុស្សណានេះផ្លូវនេះទៅកើតទេវតាប្អិនប្រព្រំផ្លូវនេះទៅកើតអបាយភូមិនរកប្រែតយើងគិតមើលតិចមួយទេហើយបើយកសរុបសេចក្តីកន្លែងជឿហេតុផលញោមណាអ្វីដែលមានហេតុអត់ផលកុំជឿហេតុគឺការងារទ្រព្យសម្បត្តិដែលញោមញាតទៅគឺបានពីរត់អកាយកម្មវិច័យកម្មមនោកម្មបានវាទាំងអស់ឥឡូវម៉ោង9កន្លះជាងហើយធ្វើដំណើរពីនេះទៅភ្នំពេញនឹងប្រហែលគីឡូទៅ60ណាបើមិនស្រួលដាច់បាយក្រាស់ហើយតិចឲ្យសារមកស្រុកញោមហ្នឹងហើយណាបង47គីឡូមកក៏ចាប់បង្ខំចាប់ធ្វើទេសនា